Giúp sốលោកគ្រូអ្នកគ្រូក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូរបៀបប្រើ AI ឲ្យវាជួយសរសេរកិច្ចតែងការយើងបាទតោះទៅមើលរបៀបធ្វើទាំងអស់គ្នាបាទអញ្ចឹងខ្ញុំមានខ្លឹមសាររបស់ខ្ញុំសរសេរទុកហើយទៅបាទលោកគ្រូអ្នកគ្រូខ្ញុំសរសេរទុកឲ្យហើយនេះសរសេរអញ្ចឹងមកព្រោះអានេះជាវិធីសាស្ត្របាទថ្មីបាទអញ្ចឹងវិធីសាស្ត្រក្នុងការបរៀនខ្ញុំអត់លម្អិតទេណាប៉ុន្តែសរសេរជាទម្រង់អញ្ចឹងមកឧទាហរណ៍ខ្ញុំសរសេរខ្លីអញ្ចឹងមកហើយខ្ញុំ copy វាតើ copy វាក៏បានខ្ញុំចូល Google ណាខ្ញុំចូល Google ខ្ញុំប្រើ chat បាទនេះ chat GPT បាទចុចកន្លែងនេះមកដល់កន្លែងនេះចុចទៀតមកបាទអញ្ចឹងខ្ញុំអត់ទាន់បាន log in ទេខ្ញុំចាប់ផ្ដើម log in ជាមួយនឹងGmail របស់យើងបាទ chat GPT បាទនេះខ្ញុំ log in ចូលខ្ញុំ log in ជាមួយ email ដោយសារ email ខ្ញុំចាប់ជាមួយនឹង Firefox នេះអញ្ចឹងខ្ញុំ copy អត្ថន័យនឹងមកខ្ញុំ select វាមកខ្ញុំ copy វាមកបាទហើយខ្ញុំយកមក paste ចូលនៅក្នុងនេះបាទ Ctrl V បាទចូលក្នុងនឹងហើយបាទចុចកន្លែងសញ្ញាព្រួយនេះបាទរងចាំតិចវាកំពុងធ្វើឲ្យណាបាទនេះបាទវាចាប់ដើមធ្វើយើងឃើញទេបាទនេះដោយសារយើងដាក់វិជាសម្បទាបំណិនសម្បទាចក្រាសម្បទាអញ្ចឹងវាចាប់ដើមបង្ហាញបាទបន្ទាប់ពីចប់មេរៀននេះសិស្សនឹងអាចឃើញទេបាទហើយខ្លឹមសារមេរៀនបាទដាក់មកឲ្យយើងហើយបាទសកម្មភាពគ្រូពីព្រោះយើងឲ្យវាសរសេរឲ្យយើងនេះខ្ញុំជាគ្រូបង្រៀនថ្នាក់ទី1អញ្ចឹងទៅបាទសូមជួយបង្កើតកិច្ចតែងការបង្រៀនលើមេរៀនវិធីដកលេខដែលមាននៅសកម្មភាពគ្រូខ្លឹមសារមេរៀនសកម្មភាពបាទសិស្សសម្រាប់រយៈពេល40នាទីបាទយើងដាក់ឲ្យវាធ្វើឲ្យយើងអញ្ចឹងវាចាប់ផ្ដើមធ្វើឲ្យយើងបាទនេះបាទវាបង្ហាញពីសកម្មភាពណាបាទនេះប្រមាណវិធីអីវាធ្វើឲ្យយើងលទ្ធផលសិស្សបាទទទួលបានអីគេណាបាទហើយបើសួរយើងតើយើងចង់ឲ្យបង្កើតជាឯកសារ Word ឬក៏ PDF សម្រាប់បោះពុម្ពទេយើងឆ្លើយមកបាទសេខ្មែរក៏បានដែរបាទចង់បានអី Word ដាក់ Word បាទរងចាំស្ទុះវាចាប់ដើម analyzing បាទនេះវាប្រើអ៊ីនធឺណិតបាទអញ្ចឹងវារៀង slow ឬក៏យឺតវាអាស្រ័យលើល្បឿនអ៊ីនធឺណិតយើងបាទនេះវាកំពុងបង្កើត file ឲ្យយើងបង្កើតអក្សរឲ្យយើងបាទនេះវា load មកបាទនេះអញ្ចឹងយើងអាចទាញយកបានណាចុច download កន្លែងនេះមកបាទវា load មកនេះហើយខ្ញុំមើលបើកមើលបាទ load មកហើយនេះបាទឃើញទេបាទបងប្អូនលោកគ្រូអ្នកគ្រូអីឃើញមានតារាងឲ្យស្រាប់ហើយស្រេចយើងគ្រាន់តែសេរី font តិចតួចមកសេរីទំហំពេលមកបាទនេះងាយដោយប្រើ AI បាទស្រួលទេអញ្ចឹងមកគេថា AI ជួយដល់ការងារបង្រៀននឹងរៀនយើងបាទបានភាគច្រើនណាស់បាទបានភាគច្រើនណាស់ឲ្យតែយើងចេះប្រើវាបាទអរគុណច្រើនជួបគ្នានៅវីដេអូថ្មីបន្តទៀតបាទសូមជួយចែករំលែកវីដេអូនេះបាទប្រសិនបើគិតថាមានប្រយោជន៍មានសារៈសំខាន់អរគុណច្រើន